บัตรสำรองออกตามชนิดแต่เป็นชนิดสะอาดvà រៀបចំស្អាតហើយមានផ្លូវមានអីស្អាតមែនទែនតែបាត់សម្រស់ដោយសារមានលូកតាមប្រទេសនៅតាមជាចោលផ្លូវច្រើនបាទប្រទេសនេះដាក់ចោលចឹងទៅគិតមើលកុំឲ្យឡានចតហើយប្រទេសល្មមដាក់លូកហើយគេមកដាក់លូកចឹងទៅវាទៅញ៉ៃញ៉ៃបើលក់នៅក្នុងវាអត់អីទេនេះលក់ដាក់តាមផ្លូវពីហ្នឹងបាទមានល្មមខ្លះល្មមខ្លះគាត់ចង់ប្រហែលផ្សារមួយអាវប្រហែល10ម៉ែត្រទឹកអាវនោះកាលទៀតតាមចាំផ្លូវឡានចតតាមចាំផ្លូវចឹងទៅវាទៅជារញ៉េរញ៉ៃនេះផ្លូវនៅចិត្តសុខាមកទៅនេះអូជាទីនៅខាងអូជាទីឡើងអូជាទីតាមមើលទៅបាទមានញ៉ៃមែនតើតាមពិតស្អាតផ្លូវស្អាតនៅតាមជាប់សមុទ្រគឺមានខឿនមានអីអង្គុយលេងស្អាតមែនតើតែគឺដោយសារមានតែមកលក់តាមផ្លូវនឹងពេញផាសស្អាតឈប់ពេញអញ្ចឹងទៅវាទៅជារញ៉េរញ៉ៃបាទវាបាត់សំណាប់ធ្នាប់ខាងនេះស្អាតខាងនេះបាទខាងនេះស្អាតមែនទែនធ្វើធំស្អាតណាបាទពីយប់បន្តិចកាន់តែរញ៉េរញ៉ៃជាងទៀតបាទមកកាន់តែច្រើនអញ្ចឹងទៅបាទសម្រាប់ធ្នាប់បាទនេះបាទជ្រុំមួយនៅក្នុងនៅទីក្រុងសោមជាប់សមុទ្របាទនៅខាងនោះអូជាទីលបាទអូជាទីលហើយនេះយើងឡើងទៅនេះទៅដល់ស្តុបទៅត្រង់ចូលទៅដល់ថោ2ទីខ្ញុំមកទៅអូជាទីលបាទទៀតនេះទីស្ពឹកនេះគឺទៅអូជាទីលបាទនៅកាលមុនយើងគេច្រើនឃើញនៅមានសាច់មាសស៊ីសាយបាទឥឡូវស៊ីសាយបើកវិញហើយកាលមុនស៊ីសាយជួលឲ្យចិនប៉ុន្តែឥឡូវបើកវិញហើយម៉ែមកចាស់ដើមបើកវិញហើយបាទមានអាគារធ្វើអត់ហើយច្រើនតែក៏អាគារហើយច្រើនហើយមានអ្នកទេសចរភ្ញៀវទេសចរអត់សូវគេអារម្មណ៍ហ្មងអត់សូវគេពុកជាមួយស្រួយអត់ឃើញយូរឃើញមួយតែអាស៊ីច្រើនមានចិនមានវៀតណាមហើយមានជនជាតិខ្លះទេតែអាស៊ីច្រើនហើយជនខ្មែរយើងក៏ច្រើនដែរតែជនខ្មែរយើងអត់សូវមកខាងអូជាទីលទេពួកអូជាទីលឥឡូវនេះចិនជួលលក់ច្រើនលក់ដូរច្រើនហើយគេពីច្រើននៅខ្មែរយើងទៅខាងអូត្រេសបាទខាងអូត្រេសរហូតដល់រៀមពួកយើងនៅអូត្រេសនឹងរៀមនឹងមានឆ្នេរទន្លេច្រើនមានខ្សាច់ហើយស្អាតហើយមានកៅអីជួលអង្គុយមានរឹងគេងមានដើមឈើអង្គុយលេងពួកចតអង្គុយលេងអត់គិតថ្លៃហ្នឹងបាទនៅឈប់អូជាទៀននេះបើយើងទៅគូលែងគេទៅញ៉ាំអូខេបាទខាងនេះហើយល្បីខ្លាំងឥឡូវនេះអង្គរ Beach របស់ខ្មែរហើយនឹង888បាទហាងខែហ្នឹងគេច្រើនរបស់ចិនបាទចិនឥឡូវហ្នឹងខ្ញុំទៅអង្គរ Beach បាទខ្ញុំចូលចិត្តអង្គុយអង្គរ Beach ដោយសារល្ងាចគេមានភ្លេងជ្រៀងហ្នឹងយើងអង្គុយស្ដាប់អញ្ចឹងទៅបាទញ៉ាំអាហារតម្លៃសមរម្យបាទអាចទទួលយកបាន trên bàn đảo của beach này khán đến đáy của beach của beach của beach
tôi chết mau lại nè